នឹកម៉ែនឹកពុកនឹកតានឹកយាយខ្លាំងពេកបាទក៏ទៅលេងគាត់បាទហើយតាមផ្លូវក៏ជិះទៅឃើញលោកយាយក៏លក់បង្អែមបាទបង្អែមនេះគឺគាត់ធ្វើឲ្យសម្រាប់អ្នកលងរោងចក្របាទគេកម្មង់ពេលល្ងាចឡើងអញ្ចឹងណាហើយបន្ទាប់មកក៏ខ្ញុំសុំចែកគាត់បាទអស់លុយទឹកប្រាក់ដូចជា20000បាទហើយលុយនេះក៏ខ្ញុំរកបានពីបាទ YouTube ខ្លះបាទក៏ដូចជា Facebook បន្តិចបន្តួចអញ្ចឹងណាបងប្អូនបាទអញ្ចឹងក៏បាទសំលុយបានបន្តិចបន្តួចក៏ទៅលេងម៉ែបាទដោយសារមួយរយៈនេះមិនសូវជាសុខស្រួលមកទៅប្រទេសជាតិយើងអញ្ចឹងណាបងប្អូនបាទអញ្ចឹងក៏នឹកគាត់បាទអញ្ចឹងទៅដល់គាត់ក៏ជីកដំឡូងបាទដំឡូងដៃខ្លាមកកាជ្រែងបាទគាត់ស្ងោរឆ្អិនហ្នឹងព្រោះហូបពីអ្នកពុកអញ្ចឹងណាបាទហើយដឹងហើយបងប្អូនអើយគឺរកអត់បានទេឥឡូវបាទធ្វើអីក៏មិនបានដែរបាទសារស្រុកទេសយើងបាទអញ្ចឹងណាបាទធ្វើម៉េចបាទអញ្ចឹងបងប្អូនបាទអញ្ចឹងក៏នឹកគាត់បាទទៅក៏ទិញបង្អែមបាទទិញ20000ក៏ដូចជាត្រីតិចតួចអញ្ចឹងណាទៅដល់ហ្នឹងមិនមែនទិញឲ្យគាត់ហូបទាំងអស់ទេបងប្អូនបាទគឺគាត់ហូបមិនអស់ដែរអញ្ចឹងគាត់ក៏ប្រាប់ថាកូនណាកូនឯងទិញមកអញ្ចឹងម៉ែចង់បួកកូនឯងធ្វើបុណ្យធ្វើទានអញ្ចឹងណាបាទហើយអញ្ចឹងគាត់ថាបបួលខ្ញុំទៅជូនក៏ដូចជាជូនយាយជូនតាបាទជូនមីងជូនមាអញ្ចឹងណាបាទហើយអញ្ចឹងគាត់ក៏នាំបាទនាំទៅជូនយាយខ្លះបាទជូនមីងខ្លះបាទជូនពូខ្លះក៏ដូចជាចាស់នៅតាមភូមិខ្លះអញ្ចឹងណាបងប្អូនបាទទិញទូចម្នាក់អញ្ចឹងណាបាទដោយសារខ្ញុំទិញទៅគឺអស់20000រៀលមែនក៏ប៉ុន្តែមួយថង់តែ500រៀលលុយខ្មែរបងប្អូនចឹងបាទរៀងធូរដែរបាទហើយបង្អែមនេះក៏ខ្ញុំសុំចែកលោកយាយតាមផ្លូវអញ្ចឹងណាឲ្យបានជម្រាបបងប្អូនពីដើមវីដេអូអញ្ចឹងបាទហើយឥឡូវឃើញថាម៉ែគាត់ភ្លុកសិនបងប្អូនបាទគាត់ភ្លុកហើយភ្លុកបណ្ដាក៏បាទគាត់ចែកបាទកូនឆ្កែបងប្អូនបាទកូនឆ្កែបានមួយนึงបាទគាត់ចែកបដាបាទដោយសារគាត់ស្រឡាញ់កូនឆ្កែណាបាទមួយนึงគាត់ស្រឡាញ់មែនទែនដោយសារចៅក៏មិននៅចិត្តបាទចៅទៅនៅឆ្ងាយបានចៅ2បាទកូនខ្ញុំមួយនៅកញ្ចេះនោះបាទហើយកូនប្អូនខ្ញុំទី3ហ្នឹងគឺនៅខាងនេះបងកំពង់ចាំបងខាងស្រីសន្ធរបាទខេត្តកំពង់ចាំមកស្រីសន្ធរអញ្ចឹងក៏ឆ្ងាយចៅបាទហើយអញ្ចឹងបានកូនឆ្កែមួយហ្នឹងគឺបាទចៅស្រីក៏សុំមកប្អូនខ្ញុំទី3នឹងសុំបាទហើយកូនខ្ញុំនឹងក៏សុំដែរបងប្អូនបងប្អូនមួយវាប្រព័ន្ធណានៃបងឯនេះមេវាហើយនេះវាកូនប្រព័ន្ធណានៃបានមួយញីប៉ុណ្ណានៃទុកតពូជតអីទៀតនេះហើយម៉ែគាត់ហូបបដាក៏ឲ្យបាទឲ្យកូនឆ្កែបដាហ្នឹងហើយបងប្អូនបាទហើយដោយសារវីដេអូនេះគឺអត់មានអីទេបងប្អូនមានប៉ុណ្្នឹងទេបាទដោយសារការនឹករលឹកគាត់ពីអញ្ចឹងណាបាទគាត់ទិញត្រីតិចតួចក៏ដូចជាបង្អែមតិចតួចយកផ្ញើគាត់ទៅបងប្អូនបាទហើយបន្ទាប់មកគាត់ក៏កាត់បង្អែមមក2ថង់បាទដាក់ឲ្យកូនឆ្កែបងប្អូនបាទហើយកូនឆ្កែដោយសារវាផ្អែមវាអត់ទៅចូលចិត្តទេបាទអញ្ចឹងវាអត់ស៊ីទេបងប្អូនហើយនេះដែរទិដ្ឋភាពផ្ទះរបស់ខ្ញុំបាទអត់មានអីទេម៉ែគាត់នៅផ្ទះគាត់ចិញ្ចឹមមាន់តិចតួចអញ្ចឹងបងប្អូនបាទចិញ្ចឹមមាន់តិចតួចគាត់ដោះស្រាយជីវភាពអញ្ចឹងណាបាទទិញត្រីទិញសាច់អីតិចតួចអញ្ចឹងទៅបងប្អូនបាទព្រោះនៅឥឡូវយើងរកមិនសូវបានដែរបាទនៅផ្ទះចិញ្ចឹមគូ3ក្បាលអញ្ចឹងទៅក៏ដូចជាមាន់ទាតិចតួចទៅបងប្អូនបាទហើយបន្តមកទៀតក៏ខ្ញុំនេះម៉ែក៏បួលយកបង្អែមក៏ដូចជាត្រីទៅឲ្យយាយទៅឲ្យពូទៅឲ្យមីងក៏ដូចជាបាទលោកតាបាទតាមភូមិអញ្ចឹងបងប្អូនបាទនៅចិត្តគ្នាអញ្ចឹងណាបាទហើយនេះជាសកម្មភាពម៉ែរបស់ខ្ញុំបាទដើរទៅជាមួយកូនឆ្កែរបស់ខ្ញុំនឹងបាទដើរទៅយកបង្អែមទៅឲ្យមីងបាទដោយសារមីងក៏គាត់បាទទើបតែវះហើយបងប្អូនហើយបាទវះគៀសបងប្អូនដល់បានធូរទេបាទអង្គុយក៏មិនតាន់កើតដែរបងប្អូនគឺវះនៅឯពេទ្យសម្ដេចហ៊ុនសែននៅឯកប់ស្រូវបងប្អូនបាទហើយបន្តមកទៀតម៉ែក៏គាត់រៀបចំបាទយកត្រីក៏ដូចជាបង្អែមទៅឲ្យខាងលោកតាម្ដងបងប្អូនបាទហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទអរគុណច្រើនបងប្អូនអត់មានអីជាវែងឆ្ងាយទេមានតែប៉ុណ្្នឹងទេបងប្អូនបាទកុំភ្លេចជួយបាទ support ខ្ញុំផងតាមរយៈការ like ឬជាការ comment ការ share អរគុណច្រើនបងប្អូនបាយបាយ